và xong chủ yếu số bằng con ở nia nơi con sự đây sẽ lái như của ông cha về Jesus Christ ở con của ông là dương như là ca chụp chung cái này mà đón tiết làm để Facebook Live nơi con sập là nít ở con của ông hay ở con đồng bằng con đá là bạn chồng này pê con ca là vài một cung của ông chỉ 10 kia chưa tha của ông nó đo về con nên sự đây sốt sáng đo bằng con ở nia hay đo trong phòng đài chỉ cách chập đam được con ca vài một cung của ông xong lúc này bằng con bàn thưa ca chiên trong riêng xa đỏ của ông được không là bọt trồng riêng trồng bay bọt chỉ một kia bọt tí muối cứ bọt lên 1,4 bọt tí pí bọt lên 2,4 nên bọt tí 7 cứ bọt lên 2,6 trên sông bàn chiên xa làm can của ông chỉ một kia chỉ mà tao thiết ní sông bóng bóng bàn bọt to nơi ca ati than xin ngặt chỉ một chống là bởi dân chặt ra nơi không ca thoại bằng cung của ông nơi bên chỉ một kia rồi mà chaในตุ่มของยิงชมจีเปรย์เลือเต็มเปรย์จีมหักสัตว์เลือเต็มหักสัตว์เอ้ยตุ่มของยิงชมออฟหรือคนดอกละอ้อมสำหรับแพะได้เพียบเซ็กได้สลันได้ตรงมาประเทศเรายิงชมเพราะมันกาปีไทยได้สร้างยิงชมยิงชมมีชีวิตเราหดอดงานนี้ส่งไอ้ปลองได้จีเปรย์บางตัวการศึกษาของการปียิงชมไอ้ส่งปลองได้จีเปรย์เนื้อแต่บรรโตดัดน้อมชีวิตยิงชมเอายิงชมสลันปลองយើងខ្ញុំស្រឡាញ់ព្រះបន្ទូលរបស់ទ្រង់បន្តទៀតយើងខ្ញុំក៏នឹកចាំអធិដ្ឋានសម្រាប់ពិភពលោកដែលកំពុងតែបន្តនៅមានការភ័យខ្លាចអំពីរាល់ទាំងជំងឺរាតត្បាត COVID-19 ប្រងឲ្យសូមប្រទានពរដករាល់ទាំងការភ័យខ្លាចចេញពីជីវិតរបស់យើងម្នាក់ៗហើយក៏សូមប្រងដល់ជាព្រះបានប្រទានពរសម្រាប់អ្នកដែលកំពុងតែស្រាវជ្រាវរោគថ្នាំឱសថដើម្បីនឹងធ្វើការផ្ដល់ជាវ៉ាក់សាំងឬមួយក៏ផ្ដល់ជាថ្នាំព្យាបាលសូមប្រទានពរឲ្យយើងខ្ញុំទាំងអស់គ្នាបានសង្ឃឹមថាតាមរយៈអ្នកទាំងអស់នោះព្រះអង្គប្រទានប្រាជ្ញាហើយគេអាចនឹងរកឱសថក៏ដូចជារកថ្នាំដើម្បីនឹងបន្តការព្យាបាលដល់យើងខ្ញុំទាំងអស់គ្នាហើយយើងខ្ញុំទាំងអស់គ្នានឹងមានសេចក្តីសុខសាន្តហើយអាចនឹងបន្តជីវិតរស់នៅដើម្បីថ្វាយបង្គំដល់ព្រះអង្គបន្តទៀតប្រទានពរដល់អ្នកដឹកនាំនៅប្រទេសកម្ពុជាទាំងនាយករដ្ឋមន្ត្រីទាំងស្ដេចទាំងប្រមុខនៃអ្នកដឹកនាំខាងផ្នែកក្រសួងសុខាភិបាលប្រទានពរឲ្យទាំងអស់គ្នាបានខំប្រឹងលះបង់រាល់ទាំងកម្លាំងកាយចិត្តពេលវេលាហើយសូមប្របានផ្ដល់កម្លាំងប្រាជ្ញាដើម្បីឲ្យពួកគេអាចបន្តនៅការលះបង់ដ៏ធំនេះដើម្បីប្រជាជាតិកម្ពុជាហើយសូមប្របានប្រទានរង្វាន់សម្រាប់ពួកគេផងដែរហើយក៏សូមប្រទានពរដល់ប្រជាជនកម្ពុជាដែលអាចចូលរួមចំណែកជាមួយគ្នាអ្នកណាដែលមានបញ្ហាសុខភាពគឺត្រូវការនៅផ្ទះដាច់ដោយឡែកឬមួយក៏ទទួលការព្យាបាលពិនិត្យដើម្បីឲ្យដឹងអំពីតើខ្លួនមានបញ្ហាឬអត់ហើយអ្នកដែលមកពីប្រទេសក្រៅក៏បន្តในការសហការជាមួយនឹងរាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាលផងដែរដើម្បីអាចឲ្យក្រសួងស្វែងរកឲ្យឃើញថាតើពួកគាត់បានផ្ទុកមេរោគឬអត់ប្រយោជន៍ដើម្បីកុំឲ្យជំងឺនេះបានវាទៅបានទៅដល់សហគមន៍និងក្រុមគ្រួសាររបស់ពួកគេយ៉ាងច្រើនឡើយហើយក៏សូមប្រងដល់ជាព្រះបានប្រទានពរឲ្យយើងខ្ញុំទាំងអស់គ្នាដែលនឹងចូលរួមថ្វាយបង្គំព្រះអង្គនៅថ្ងៃនេះសូមឲ្យយើងបានពេញដោយដួងចិត្តនៃការថ្វាយបង្គំដួងចិត្តនៃការចង់ដឹងអំពីព្រះបន្ទូលរបស់ទ្រង់សូមគង់នៅជាមួយយើងខ្ញុំហើយប្រទានពររាល់ទាំងកម្មវិធីដែលយើងនឹងចាប់ផ្ដើមនៅពេលនេះរហូតដល់បញ្ចប់ឲ្យបានទៅរលូនដើម្បីឲ្យព្រះនាមទ្រង់បានទទួលការសរសើរដំណើរពីយើងខ្ញុំផងដែរសូមថ្វាយកម្មវិធីថ្វាយបង្គំឲ្យលំដាប់លំដោយកម្មវិធីទាំងប៉ុន្មាននៅក្នុងការដឹកនាំរបស់ទ្រង់គឺក្នុងព្រះនាមព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទអាមែនជាបន្តទៀតសូមលោកអ្នកបងប្អូនបានបន្តនៅការសូត្រនៅគោលជំនឿរបស់ពួកសាវកជាមួយគ្នាបាទសូមព្រមជើងដើម្បីចាប់ផ្ដើមថ្វាយបង្គំព្រះអង្គយើងនឹងចាប់ផ្ដើមច្រៀងចម្រៀងមួយទៀតគឺចម្រៀងបទលេខ6បទចម្រៀងបទលេខ6សូមយើងបានច្រៀងសរសើរដល់ព្រះអង្គជាមួយគ្នាបាទជាបន្តទៀតសូមបន្តនៅការអធិដ្ឋានសម្រាប់ពួកជំនុំរបស់យើងនីមួយៗនិងពួកជំនុំសកលលោកទាំងអស់ជាមួយខ្ញុំផងដែរព្រះម្ចាស់នៃទូលបង្គំយើងខ្ញុំលើយនៅពេលនេះម្ដងទៀតយើងខ្ញុំទាំងអស់គ្នាបានចូលមកដើម្បីនឹងធ្វើការថ្វាយបង្គំព្រះអង្គ
tu bây chỉ rút cái rồi bao nhiêu trong nơi ngay bị kia cả đời còn tại đúng chất nâng vĩnh nhiên pro lần rồi bao nhiêu trong cứ nơi chốt kia ai mình tụng nét tụng nong yang ít rồi một chỉ mình được óm chỉ mình được rep mình tu rồi bao trống ai chỉ mình được cả để những phai một cùng trống được bên phòng đài trong cha ơi xongประเทศปอดผู้ชุมนุมเราบอกยังชมแต่ออกนี่แต่ตามกันไล่นี่มวยในขนมนี่กายนี่มวยในขนมประเทศกัมพูชีก็ได้ในขนมสักกอลก็ได้ผู้ชุมนุมนี่มวยส่งพร้อมมันจัดเตวดาเราบอกตรงบานกาปีไทยเรศาดึกหนอมชีพิเศษช่วยผู้เกี่ยกองเอาเกี่ยบานเราวิจัดเชนพิเศษได้จุ่มในลายปนแต่ตามระยะเครียดได้เกี่ยมีการหลุดว่าเกี่ยหนึ่งปังอังเลือปลอมเกี่ยหนึ่งตุกจัดเลือปลอมเกี่ยหนึ่งมีสังคมเลือปลอมហើយគេនឹងតែងតែចង់ស្និទ្ធស្នាលប្រកបជាមួយនឹងព្រះអង្គជារៀងរៀបដរាបតទៅព្រះអង្គអើយសូមប្រទានពរសូមកុំឲ្យបងប្អូនយើងខ្ញុំណាម្នាក់បានដាច់ចេញពីព្រះអង្គដោយសារតែការភៀតភៀនឬមួយក៏ដោយសារតែសេចក្តីលំពួងណានៅពេលដែលយើងមិនបានចំណាយពេលជុំគ្នានោះឡើយតែឲ្យយើងខ្ញុំកាន់តែមានសេចក្តីជំនឿរឹងមាំហើយយើងដឹងថាយើងខ្ញុំកំពុងតែមានមិត្តភក្តិអធិដ្ឋានឲ្យគ្នាទៅវិញទៅមកយើងមានបងប្អូនជាច្រើនម៉ឺនសែនលានអ្នកនៅលើផែនដីបានអធិដ្ឋានសម្រាប់ผู้ជំនុំនីមួយៗផងដែរសូមប្រទានពរដល់ผู้ជំនុំនៃនិកាយ Presbyterian កម្ពុជាទាំងអស់ឲ្យយើងខ្ញុំបានពេញដោយសេចក្តីអំណរពេញដោយសេចក្តីសុខសាន្តពេញដោយព្រះគុណរបស់ព្រះអង្គនៅក្នុងជីវិតនៃការរស់នៅជាគ្រីស្ទបរិស័ទឲ្យយើងស្មោះត្រង់ឲ្យស្ដាប់បង្គាប់ចុះចូលស្រឡាញ់ព្រះអង្គហើយធ្វើតាមប្រហារតីរបស់ព្រះអង្គជារៀងរៀបដរាបតទៅផងដែរគូទូបង្គំអរគុណដល់ព្រះអង្គដែលទុកជីវិតហើយរៀបចំឱកាសឲ្យយើងបានថ្វាយបង្គំព្រះអង្គជាមួយគ្នាសូមគង់នៅជាមួយយើងខ្ញុំទាំងអស់គ្នាហើយសូមសន្តាប់ហើយប្រទានពរផ្គប់ផ្គង់រាល់ទាំងសេចក្តីត្រូវការសម្រាប់យើងខ្ញុំនិងក្រុមគ្រួសាររបស់យើងខ្ញុំទាំងអស់គ្នាផងដែរគុណអធិដ្ឋានក្នុងព្រះនាមព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទអាមែនជាបន្តទៀតនេះសូមបងប្អូនបានធ្វើការរៀបចំប្រាក់ដង្វាយដើម្បីយើងថ្វាយដង្វាយទៅកាន់ព្រះជាម្ចាស់នៃយើងហើយយើងនឹងថាព្រះអង្គទ្រង់ស្រឡាញ់យើងហើយទ្រង់ជាអ្នកផ្គប់ផ្គង់អ្វីៗទាំងអស់មកពីព្រះអង្គហើយការនោះយើងថ្វាយទោះបីជាដង្វាយមួយពី10ក្តីដង្វាយលើកចុះឡើងក្តីដង្វាយនៃសេចក្តីស្រឡាញ់ក្តីដង្វាយបេសកកម្មក្តីសូមយើងបានថ្វាយទៅចំពោះព្រះដោយអស់ពីរឿងចិត្តរបស់យើងសូមថ្វាយដង្វាយទៅកាន់ព្រះអង្គបាទសូមអធិដ្ឋានសម្រាប់ប្រាក់ដង្វាយជាមួយគ្នាព្រះម្ចាស់នៃទូលបង្គំយើងខ្ញុំអើយអរគុណណាស់សម្រាប់ប្រាក់ដង្វាយដែលព្រះបានប្រទានឲ្យកូនទាំងអស់គ្នាមកដល់ទៀតទោះបីជាថ្ងៃនេះវេលានេះយើងខ្ញុំកំពុងតែព្រួយបារម្ភអំពីស្ថានភាពនៃការដែលយើងខ្ញុំមិនដឹងថាមានស្ថិរភាពនៃការងារដែលយើងធ្វើឬអត់យើងខ្វាយខ្វល់អំពីជំងឺឆ្លងរាតត្បាតនេះក៏ដោយប៉ុន្តែអរព្រះគុណដល់ព្រះអង្គដែលទ្រង់នៅតែឲ្យយើងខ្ញុំមានឱកាសមានដង្វាយជាប្រកាសដើម្បីថ្វាយទៅកាន់ព្រះអង្គដង្វាយនេះមិនមែនជាដង្វាយសម្រាប់លួចអំពើបាបរបស់យើងខ្ញុំឡើយប៉ុន្តែគឺជាដង្វាយអស់ពីចិត្តដែលយើងខ្ញុំបានទទួលមកពីព្រះអង្គដង្វាយនៃការស្ដាប់បង្គាប់ដង្វាយដែលយើងខ្ញុំជឿថាព្រះអង្គបានបង្គាប់ឲ្យយើងខ្ញុំបានថ្វាយទៅកាន់ព្រះអង្គហើយព្រះអង្គមានបន្ទូលថាអ្នកដែលថ្វាយគឺបានពរជាអ្នកដែលទទួលដូច្នេះយើងខ្ញុំស្ដាប់តាមបង្គាប់តាមព្រះបន្ទូលរបស់ព្រះអង្គដូច្នេះយើងខ្ញុំទាំងអស់គ្នាបានរៀបចំដង្វាយដ៏បរិសុទ្ធនេះសម្រាប់បេសកកម្មនៅក្នុងព្រះវិហារនីមួយៗហើយក៏ដូចជាសម្រាប់ទៅកាន់បេសកកម្មនិងទៅកាន់សហគមន៍ដែលកំពុងត្រូវការដង្វាយនេះផងដែរព្រះអង្គឲ្យសូមទទួលដង្វាយនេះហើយចាត់ចែងតាមបំណងប្រហារតីរបស់ទ្រង់ហើយប្រទានពរដល់ដៃដែលបានថ្វាយឲ្យគេបានទទួលព្រះពរមកពីព្រះអង្គមួយជា30 60និងជា100ផងដែរកុំឲ្យគេខ្វះខាតកុំឲ្យគេលុបវើយប៉ុន្តែគេមានគ្រប់គ្រាន់ហើយលើសពីគ្រប់គ្រាន់ទៅទៀតដើម្បីគេអាចថ្វាយទៅកាន់បេសកកម្មរបស់ទ្រង់កាន់តែច្រើនឡើងគុណអរគុណដល់ព្រះអង្គសម្រាប់ការគ្រប់គ្រងរបស់ព្រះអង្គការការពារហើយកុំឲ្យយើងខ្ញុំថ្វាយគ្រាន់តែជាដង្វាយជាប្រកាសប៉ុណ្ណោះឲ្យយើងខ្ញុំបានថ្វាយជាដង្វាយនៃអំណោយទានដែលយើងបានមានសម្រាប់អធិដ្ឋានសម្រាប់ការបម្រើសម្រាប់ការលើកទឹកចិត្តសម្រាប់ធ្វើអ្វីដែលជាទីគប់ប្រហារតីដើម្បីស្អាងរូបកាយរបស់ទ្រង់ផងដែរគុណអធិដ្ឋានក្នុងព្រះនាមព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទអាមែនជាបន្តទៀតសូមលោកអ្នកបងប្អូនដែលមានព្រះគម្ពីរបានអានព្រះគម្ពីរជាមួយខ្ញុំគឺនៅក្នុងព្រះគម្ពីរ Korinthos ខ្សែទី1
ជំពូកទី15ខ1ដល់ខ20ខ42ដល់44និងខ50ដល់ខទី58សូមបន្តទៀតកូរិនថូសខ្សែទី1ជំពូក15ខ1ដល់ខទី20ខទី42ដល់ខទី44និងខទី50ដល់ខទី58ដូច្នេះសូមបងប្អូនបានមានព្រះគម្ពីរសូមបើកជាមួយខ្ញុំហើយសូមទៀងអានជាមួយខ្ញុំផងដែរខ្ញុំអានជូនលោកអ្នកបងប្អូនទាំងអស់គ្នាកូរិនថូសខ្សែទី1ជំពូកទី15ខ1ដល់ខ20ខ42ដល់44និងខទី50ដល់ខទី58បងប្អូនអើយខ្ញុំចង់ប្រាប់អ្នករាល់គ្នាដឹងពីដំណឹងល្អដែលខ្ញុំបានផ្សាយរួចមកហើយជាដំណឹងដែលអ្នករាល់គ្នាបានទទួលក៏ឈរជាប់ក្នុងនោះផងអ្នករាល់គ្នាកំពុងតែបានសង្គ្រោះដោយសារដំណឹងល្អនោះផងគឺបើសិនជាកាន់ខ្ជាប់តាមព្រះបន្ទូលដែលខ្ញុំបានថ្លែងប្រាប់មកលើកតែអ្នករាល់គ្នាបានជឿដោយឥតបើគិតស្បិតមុនដំបូងខ្ញុំបានប្រាប់មកអ្នករាល់គ្នាតាមសេចក្តីដែលខ្ញុំបានទទួលដែរគឺថាព្រះគ្រីស្ទបានសគត់ដោយព្រោះបាបរបស់យើងរាល់គ្នាតាមបទគម្ពីរហើយថាទ្រង់ត្រូវគេបញ្ចុះក្នុងភ្នូររួចដល់ថ្ងៃទី3នោះទ្រង់មានព្រះជន្មរស់ឡើងវិញក៏តាមបទគម្ពីរហើយថាទ្រង់បានលេចមកឲ្យគេផាសឃើញរួចដល់ពួក12នាក់ដែរក្រោយទៀតទ្រង់លេចឲ្យពួកបងប្អូនជាង500នាក់ឃើញតែម្ដងជាពួកអ្នកមានគ្នាច្រើនរស់នៅដល់រាបដល់សពថ្ងៃនេះតែមានខ្លះបានដេកលក់ទៅហើយក្រោយទៀតទ្រង់លេចមកឲ្យយ៉ាកុបឃើញក៏ឲ្យពួកសាវកទាំងអស់គ្នាឃើញដែររួចទ្រង់បានលេចមកឲ្យខ្ញុំឃើញជាខាងក្រោយគេបងអស់ដូចជាលេចមកដល់កូនកើតមុនកំណត់ដែរស្បិតក្នុងបណ្ដាពួកសាវកនោះខ្ញុំជាអ្នកតូចជាងគេមិនគួរនឹងហៅខ្ញុំជាសាវកផងទេពីព្រោះខ្ញុំបានបៀតបៀនដល់ពួកជំនុំនៃព្រះប៉ុន្តែដែលខ្ញុំបានជាយ៉ាងណានោះគឺបានដោយព្រះគុណនៃព្រះទេហើយព្រះគុណដែលទ្រង់បានផ្ដល់មកខ្ញុំនោះមិនមែនជាអាសាឥតកាលឡើយស្បិតខ្ញុំបានខំធ្វើការលើសជាងអ្នកទាំងនោះសន្ធឹកណាស់ប៉ុន្តែមិនមែនជាខ្ញុំគឺជាព្រះគុណនៃព្រះដែលសន្ធឹកនៅនឹងខ្ញុំវិញដូច្នេះទោះបីជាខ្ញុំឬអ្នកទាំងនោះក្តីគង់តែយើងផ្សាយដំណឹងបែបយ៉ាងនោះក៏យ៉ាងនោះឯងដែលអ្នករាល់គ្នាបានជឿដែរបើសិនជាបានផ្សាយដំណឹងល្អពីព្រះគ្រីស្ទថាទ្រង់មានព្រះជន្មរស់ពីស្លាប់វិញហើយនោះធ្វើដោយម្ដេចឲ្យពួកអ្នករាល់គ្នាខ្លះនិយាយបានថាពួកស្លាប់មិនរស់ឡើងវិញទេបើសិនជាពួកស្លាប់មិនរស់ឡើងវិញមែននោះព្រះគ្រីស្ទក៏មិនបានរស់ឡើងវិញដែរហើយបើព្រះគ្រីស្ទមិនបានរស់ឡើងវិញនោះដំណឹងដែលយើងខ្ញុំផ្សាយនេះជាការឥតប្រយោជន៍ទៅទេហើយសេចក្តីជំនឿរបស់អ្នករាល់គ្នាក៏ឥតអំពើដែរឈ្មោះថាយើងខ្ញុំជាស្មោះបន្ទាល់คล้ายពីព្រះវិញច្បិតយើងខ្ញុំបានធ្វើបន្ទាល់ពីព្រះថាទ្រង់បានប្រោសឲ្យព្រះគ្រីស្ទរស់ឡើងវិញហើយតែបើពួកស្លាប់មិនរស់ឡើងវិញមែននោះប្រកបជាទ្រង់មិនបានប្រោសឲ្យព្រះគ្រីស្ទរស់ឡើងវិញពិតច្បិតបើសិនជាពួកស្លាប់មិនរស់ឡើងវិញទេនោះព្រះគ្រីស្ទក៏មិនបានរស់ឡើងវិញដែរហើយបើព្រះគ្រីស្ទមិនបានរស់ឡើងវិញមែននោះសេចក្តីជំនឿរបស់អ្នករាល់គ្នាក៏ជាការឥតអំពើអ្នករាល់គ្នានៅក្នុងអំពើបាបនៅឡើយហើយអស់អ្នកដែលបានដេកលក់ទៅក្នុងព្រះគ្រីស្ទគេបានត្រូវវិនិច្ឆ័យហើយបើសិនជាយើងមានទីសង្ឃឹមក្នុងព្រះគ្រីស្ទនៅតែក្នុងជីវិតនេះប៉ុណ្ណោះនោះយើងវេទនាលើជាងមនុស្សទាំងអស់ទៅទៀតតែឥឡូវនេះព្រះគ្រីស្ទទ្រង់មានព្រះជន្មរស់ពីស្លាប់ឡើងវិញជាពិតជាផលដំបូងពីពួកអ្នកដែលបានដេកលក់ទៅហើយសេចក្តីដែលមនុស្សស្លាប់បានរស់ឡើងវិញនោះក៏បែបដូច្នោះដែរគេបានកប់ទៅជារូបកាយដែលពុករលួយតែរស់ឡើងវិញជារូបកាយមិនចេះពុករលួយឡើយបានកប់ទៅទាំងមានសេចក្តីអាប់អោនតែរស់ឡើងវិញទាំងមានសេរីល្អបានកប់ទៅទាំងមានសេចក្តីកំសោយតែរស់ឡើងវិញទាំងមានព្រះចេស្តាប
បងប្អូនអើយសេចក្តីដែលខ្ញុំចង់និយាយនេះគឺថាសាច់ឈាមពុំអាចនឹងគ្រងនគរព្រះជាមរតកបានឡើយហើយសេចក្តីពុករលួយក៏ពុំអាចនឹងគ្រងសេចក្តីដែលមិនចេះពុករលួយបានដែរណែខ្ញុំប្រាប់អ្នករាល់គ្នាពីសេចក្តីអាថ៌កំបាំងគឺថាយើងទាំងអស់គ្នានឹងមិនដេកលក់ទៅទេតែទាំងអស់គ្នានឹងបានផ្លាស់ប្រែទៅក្នុងមួយរំពេចវិញគឺក្នុងមួយប្រព្រឹត្តភ្នែកប៉ុណ្ណោះក្នុងកាលដែលឮសូរត្រែក្រោយបង្អស់ច្បិតត្រែនឹងឮឡើងមែននោះពួកស្លាប់នឹងរស់ឡើងវិញមិនពុករលួយទៀតឡើយរួចយើងរាល់គ្នានឹងបានផ្លាស់ប្រែទៅច្បិតត្រូវតែរូបកាយដ៏ពុករលួយនេះបានប្រដាប់ដោយសេចក្តីមិនពុករលួយវិញហើយរូបកាយដែលរមែងស្លាប់នេះត្រូវតែបានប្រដាប់ដោយសេចក្តីមិនចេះស្លាប់វិញដែរកាលណារូបកាយពុករលួយនេះបានប្រដាប់ដោយសេចក្តីមិនពុករលួយហើយរូបកាយដែលតែស្លាប់នេះបានប្រដាប់ដោយសេចក្តីមិនចេះស្លាប់វិញនោះទើបនឹងបានសម្រេចតាមពាក្យដែលចែងទុកមកថាសេចក្តីជ័យជំនះបានលេបសេចក្តីស្លាប់បាត់ហើយអោសេចក្តីស្លាប់អើយត្រនិចឯងនៅឯណាសេចក្តីស្លាប់អើយជ័យជំនះរបស់ឯងនៅឯណារីឯត្រនិចនៃសេចក្តីស្លាប់គឺជាអំពើបាបហើយអំណាចរបស់បាបគឺជាគ្រឹះអភិន័យតែអរព្រះគុណដល់ព្រះអង្គពីព្រោះទ្រង់ប្រទានឲ្យយើងរាល់គ្នាមានជ័យជំនះដោយសារព្រះយេស៊ូវគ្រីស្ទជាព្រះអង្គម្ចាស់នៃយើងបានជាបងប្អូនស្ងួនភ្ងាអើយចូលកាន់យ៉ាងខ្ជាប់ខ្ជួនដោយឥតរង្គើទាំងធ្វើការព្រះអង្គម្ចាស់ឲ្យបរិបូរណ៍ដល់រាបចុះដោយដឹងថាការដែលអ្នករាល់គ្នាខំប្រឹងធ្វើក្នុងព្រះអង្គម្ចាស់នោះមិនមែនឥតប្រយោជន៍ទេសូមអធិដ្ឋានជាមួយខ្ញុំមុននឹងយើងស្ដាប់ព្រះបន្ទូលរបស់ព្រះអង្គព្រះម្ចាស់អើយទូលបង្គំអធិដ្ឋាននៅពេលនេះសូមព្រះអង្គដ៏ជាព្រះបានជួយដល់ទូលបង្គំក្នុងការដែលនឹងចែកចាយព្រះបន្ទូលរបស់ទ្រង់សូមបំពេញដោយព្រះវិញ្ញាណបរិសុទ្ធនៅក្នុងអណ្ដាតរបស់ទូលបង្គំឲ្យទូលបង្គំបានចែកចាយតែពីព្រះបន្ទូលរបស់ទ្រង់តែប៉ុណ្ណោះកុំឲ្យទូលបង្គំបានចែកចាយអ្វីតាមចិត្តរបស់ទូលបង្គំឡើយសូមបើកដួងចិត្តហើយបើកភ្នែកខាងឲ្យវិញ្ញាណដល់បងប្អូនមិត្តភក្តិទូលបង្គំសមាជិកពួកជំនុំទូលបង្គំទាំងអស់ដែលកំពុងតែស្ដាប់ព្រះបន្ទូលរបស់ទ្រង់សូមឲ្យគេបានឮព្រះបន្ទូលនេះហើយគេបានទទួលព្រះបន្ទូលនេះដោយអំណរហើយប៉ះពាល់ចិត្តហើយនឹងបានរស់នៅតាមរយៈព្រះបន្ទូលរបស់ទ្រង់ផងដែរគុណអធិដ្ឋានក្នុងព្រះនាមព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទអាមែនខ្ញុំសូមដាក់ចំណងជើងនៃការអធិប្បាយរបស់ខ្ញុំនៅថ្ងៃនេះថាព្រះយេស៊ូវដែលមានព្រះជន្មរស់ឡើងវិញបង្ហាញព្រះកាយទៅដល់មនុស្សជាច្រើនព្រះយេស៊ូវដែលមានព្រះជន្មរស់ឡើងវិញបង្ហាញព្រះកាយទៅដល់មនុស្សជាច្រើនខ្ញុំស្គាល់គ្រូគង្វាលម្នាក់ទោះបីលោកតារបស់គាត់ជាគ្រូគង្វាលក៏ដោយគាត់អត់ជឿលើព្រះយេស៊ូវរហូតដល់គាត់ក្លាយទៅជាមនុស្សពេញវ័យគាត់គិតថាព្រះយេស៊ូវមានបន្ទូលថាខ្ញុំជាព្រះរាជបុត្រារបស់ព្រះជាម្ចាស់ប៉ុន្តែគាត់មិនអាចជឿលើព្រះបន្ទូលរបស់ព្រះយេស៊ូវបានទេគាត់សិក្សាវិទ្យាសាស្ត្រនៅក្នុងសាកលវិទ្យាល័យគាត់មិនអាចយល់អំពីការរស់ឡើងវិញរបស់ព្រះយេស៊ូវដោយសារចំណេះដឹងរបស់គាត់ថ្ងៃមួយគាត់បានជួបជាមួយមនុស្សម្នាក់ដែលចែកចាយព្រះគម្ពីរនៅតាមផ្លូវគាត់ទទួលគម្ពីរដែរពេលល្ងាចគាត់ចង់អានព្រះគម្ពីរនៅពេលគាត់អានព្រះគម្ពីរស្រាប់តែកើតមានគំនិតមួយប្រសិនបើព្រះយេស៊ូវរស់ឡើងវិញយ៉ាងពិតព្រះយេស៊ូវជាព្រះរាជបុត្រាយ៉ាងពិតប្រាកដដែរដូច្នេះគាត់ចាប់ផ្ដើមជឿលើព្រះយេស៊ូវហើយគាត់ក៏បានក្លាយទៅជាគ្រូគង្វាលដើម្បីផ្សាយដំណឹងល្អអំពីការសុគតរបស់ព្រះយេស៊ូវនិងការរស់ឡើងវិញរបស់ទ្រង់នៅលើពិភពលោកគ្មានមនុស្សរស់ឡើងវិញទេប៉ុន្តែមនុស្សជាច្រើនជឿថាព្រះយេស៊ូវបានរស់ឡើងវិញអស់រយៈពេលជាង 2000 ឆ្នាំមកហើយនៅលើពិភពលោកគ្មានការនិយាយកុហកណាដែលអាចការពាររយៈពេលជាង 2000 ឆ្នាំនោះទេប្រសិនបើមានការកុហកដែលអាចការពារបានរយៈពេលជាង 2000 ឆ្នាំនោះមានន័យថាវាមិនមែនជាការកុហកទេនោះប្រកាសជាសេចក្តីពិតជារឿងពិតហើយចំណុចទី1យើងសិក្សាជាមួយគ្នានៅថ្ងៃនេះសេចក្តីផ្ដើមរបស់ការផ្សាយដំណឹងល្អ
នៅពេលព្រះយេស៊ូវសង្កត់នៅលើឈើឆ្កាងសិស្សរបស់ទ្រង់រត់ចេញទៅទីកន្លែងផ្សេងហើយមនុស្សដែលដើរតាមព្រះយេស៊ូវខ្ចាត់ខ្ចាយចេញពីព្រះយេស៊ូវដែរប៉ុន្តែព្រះយេស៊ូវរស់ពីស្លាប់ឡើងវិញពេលនោះសកម្មភាពរបស់ពួកគេត្រូវបានផ្លាស់ប្ដូរហើយពួកគេចាប់ផ្ដើមផ្សាយដំណឹងល្អរបស់ព្រះយេស៊ូវហើយអ្វីបានជាពួកគេធ្វើទៅនោះពីព្រោះការរស់ឡើងវិញរបស់ព្រះយេស៊ូវជាសេចក្តីពិតមនុស្សខ្លះនិយាយថាព្រះយេស៊ូវមិនស្លាប់គ្រាន់តែសន្លប់ការនិយាយរបស់ពួកគេតើត្រូវឬខុសព្រះយេស៊ូវត្រូវហូរឈាមមានចេញទឹកពីរូបកាយហើយទ្រង់សង្កត់នៅលើឈើឆ្កាងដូច្នេះព្រះយេស៊ូវអត់សន្លប់ទេគឺទ្រង់សង្កត់តែម្ដងបន្ទាប់មកព្រះយេស៊ូវបានត្រូវបានបញ្ចុះហើយ3ថ្ងៃក្រោយព្រះអង្គមានប្រជញ្ញរស់ពីការសង្កត់ឡើងវិញបន្ទាប់មកព្រះយេស៊ូវបានបង្ហាញអំពីព្រះកាយរបស់ទ្រង់នៃការរស់ឡើងវិញទៅកាន់មនុស្សជាច្រើនសូមអានខគម្ពីរសូមអានខទី6និងខទី7ខទី4ដល់ខទី6សំទោសសូមអានខ4ដល់ខ6ហើយថាទ្រង់ត្រូវគេបញ្ចុះក្នុងភ្នោរួចដល់ថ្ងៃទី3នោះទ្រង់មានប្រជញ្ញរស់ឡើងវិញក៏តាមបទគម្ពីរហើយថាទ្រង់បានលេចមកឲ្យគេផាសឃើញរួចដល់ពួក12នាក់ដែរក្រោយទៀតទ្រង់លេចមកឲ្យពួកបងប្អូនជាង500នាក់ឃើញតែម្ដងជាពួកអ្នកមានគ្នាច្រើនរស់នៅដល់រាបដល់សពថ្ងៃនេះតែមានខ្លះបានដេកលក់ទៅហើយព្រះយេស៊ូវបង្ហាញព្រះកាយដែលទ្រង់រស់ឡើងវិញទៅគេផាសនិងពួក12នាក់ហើយនឹងពួកបងប្អូនជាង500នាក់ឃើញតែម្ដងព្រះយេស៊ូវរស់ឡើងវិញក្រោយមកមនុស្សជាច្រើនចាប់ផ្ដើមជឿលើព្រះយេស៊ូវពីព្រោះពួកគេបានជួបព្រះយេស៊ូវដែលមានប្រជញ្ញរស់ឡើងវិញបន្ទាប់មកពួកគេចាប់ផ្ដើមនិយាយអំពីព្រះយេស៊ូវដែលទ្រង់រស់ឡើងវិញការផ្សាយដំណឹងល្អត្រូវបានប្រកាសតាមរយៈមនុស្សដែលបានជួបជាមួយព្រះយេស៊ូវដែលទ្រង់មានប្រជញ្ញរស់ពីស្លាប់ឡើងវិញចំណុចទី2ការរស់ឡើងវិញរបស់ព្រះយេស៊ូវគឺបញ្ជាក់អំពីជ័យជំនះពីសេចក្តីស្លាប់ជ័យជំនះពីសេចក្តីស្លាប់ការរស់ឡើងវិញមានន័យថាជ័យជំនះពីសេចក្តីស្លាប់នៅក្នុងព្រះគម្ពីរចែងទុកថាសេចក្តីស្លាប់គឺជាលទ្ធផលរបស់អំពើបាបព្រះយេស៊ូវឈ្នះសេចក្តីស្លាប់ដោយសារការរស់ឡើងវិញដូច្នេះព្រះយេស៊ូវឈ្នះអំណាចរបស់អំពើបាបដោយសារការរស់ឡើងវិញហើយព្រះយេស៊ូវដោះស្រាយបញ្ហាអំពើបាប 100% ព្រះយេស៊ូវជាស្ដេចនៅលើសកលលោកដែលគ្រប់គ្រងពិភពលោកទាំងមូលប៉ុន្តែព្រះយេស៊ូវយាងមកផែនដីមានរូបកាយជាមនុស្សរយៈពេល33ឆ្នាំពេលនោះព្រះយេស៊ូវទទួលរងនៅសេចក្តីវេទនាគ្រប់បែបយ៉ាងទាំងអស់សម្រាប់មនុស្សហើយព្រះយេស៊ូវសង្កត់នៅលើឈើឆ្កាងចំនួនអំពើបាបរបស់មនុស្សបន្ទាប់មកព្រះយេស៊ូវបានសង្កត់ហើយបានបញ្ចុះ3ថ្ងៃក្រោយព្រះអង្គមានប្រជញ្ញរស់ឡើងវិញហើយបានត្រឡប់ទៅកាន់ឋានៈជាស្ដេចរបស់សកលលោកទាំងមូលហើយគ្រប់គ្រងលើពិភពលោកទាំងមូលផងដែរសូមយើងអានបន្តទៀតនៅខទី24ដល់ខទី25គ្រានោះបានដល់ចុងបំផុតហើយជាវេលាដែលទ្រង់នឹងប្រគល់នគរដល់ព្រះដ៏ជាព្រះវរបិតាទៅវិញក្រោយដែលទ្រង់បានទម្លាក់អស់ទាំងរាជនិងអំណាចហើយនឹងឥទ្ធិឫទ្ធិទាំងប៉ុន្មានចេញស្បិតគួរឲ្យទ្រង់បានសោយរាជទោះតែដាក់អស់ទាំងខ្មាំងសត្រូវនៅក្រោមព្រះបាទទ្រង់មនុស្សមានឋានៈខ្ពស់បំផុតនៅលើពិភពលោកទាំងអស់នៅក្រោមការគ្រប់គ្រងរបស់ព្រះយេស៊ូវអរិយសាតាំងនៅក្រោមអំណាចរបស់ព្រះយេស៊ូវទោះបីព្រះយេស៊ូវមិនទាន់បំផ្លាញអំណាចរបស់ពួកវាក៏ដោយព្រះយេស៊ូវគ្រប់គ្រងលើអំណាចរបស់ពួកវានេះគឺជាព្រះពរសម្រាប់គ្រីស្ទបរិស័ទដែលយើងជឿលើព្រះយេស៊ូវជាស្ដេចលើសកលលោកទាំងមូលដែលទ្រង់ការពារគ្រីស្ទបរិស័ទដូច្នេះអំណាចខាងលោកីមិនអាចគ្រប់គ្រងជីវិតរបស់យើងបានទេព្រះយេស៊ូវការពារថែរក្សាយើងអស់កលជានិច្ចដោយសារអំណាចរបស់ទ្រង់ចំណុចទី3សេចក្តីសង្ឃឹមរបស់គ្រីស្ទបរិស័ទព្រះយេស៊ូវបានរស់ពីស្លាប់ឡើងវិញនេះគឺជាអត្ថន័យ
ពិសេសផ្សេងទៀតព្រះយេស៊ូវដែលមានប្រជញ្ញរស់ជួយគ្រីស្ទបរិស័ទឲ្យរស់ឡើងវិញដែរសូមអានខទី51ដល់ខទី52ណែខ្ញុំប្រាប់អ្នករាល់គ្នាពីសេចក្តីអាថ៌កំបាំងគឺថាយើងទាំងអស់គ្នានឹងមិនដេកលក់ទៅទេតែទាំងអស់គ្នានឹងបានផ្លាស់ប្រែទៅក្នុងមួយរំពេចវិញគឺក្នុងមួយប្រពេចភ្នែកប៉ុណ្ណោះក្នុងកាលដែលឮសូរត្រែក្រោយបង្អស់ច្បិតត្រែនឹងឮឡើងមែននោះពួកស្លាប់នឹងរស់ឡើងវិញមិនពុកដលួយទៀតឡើយរួចយើងរាល់គ្នានឹងបានផ្លាស់ប្រែទៅព្រះយេស៊ូវកំពុងគ្រប់គ្រងពិភពលោកនៅលើស្ថានសួគ៌ប៉ុន្តែនៅថ្ងៃចុងក្រោយព្រះយេស៊ូវនឹងយាងមកផែនដីម្ដងទៀតដើម្បីជំនុំជម្រះដើម្បីនឹងកាត់ក្តីពេលនោះអរិយសតាំងនិងមនុស្សអាក្រក់ខាងលោកីត្រូវបានជំនុំជម្រះដោយសារព្រះយេស៊ូវគ្រីស្ទប៉ុន្តែគ្រីស្ទបរិស័ទដែលបានស្លាប់ត្រូវបានរស់ឡើងវិញដោយសារព្រះយេស៊ូវពេលនោះគ្រីស្ទបរិស័ទទាំងអស់នឹងទទួលបាននូវរូបកាយថ្មីហើយទៅស្ថានសួគ៌ជាមួយនឹងព្រះយេស៊ូវតើមនុស្សប្រភេទណាដែលជាមនុស្សខ្លាំងជាងគេមនុស្សដែលមិនខ្លាចសេចក្តីស្លាប់ដូច្នេះព្រះយេស៊ូវរស់ឡើងវិញហើយសិស្សរបស់ទ្រង់คล้ายទៅជាមនុស្សដែលមានសេចក្តីក្លាហានពីព្រោះពួកគេទទួលសេចក្តីសង្ឃឹមដែលរស់ឡើងវិញដូចជាព្រះយេស៊ូវដែលបាត់ភ័យខ្លាចអំពីសេចក្តីស្លាប់បងប្អូនអើយតើយើងជាប្រភេទមនុស្សបែបណាយើងគឺជាមនុស្សដែលត្រូវមានសេចក្តីសង្ឃឹមអំពីការរស់ឡើងវិញដូច្នេះទោះបីជានៅពេលយើងរស់នៅលើផែនដីមានការបៀតបៀនមានសេចក្តីវេទនាមានការលំបាកក៏ដោយយើងអាចរស់នៅផែនដីដោយភាពក្លាហានពីព្រោះយើងមានសេចក្តីសង្ឃឹមដែលរស់ឡើងវិញនៅថ្ងៃចុងក្រោយសូមខ្លាយទៅជាមនុស្សក្លាហានរបស់សេចក្តីជំនឿដោយសារសេចក្តីសង្ឃឹមនៃការរស់ឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទសេចក្តីសន្និដ្ឋានបញ្ចប់បងប្អូនអើយការរស់ឡើងវិញរបស់ព្រះយេស៊ូវគឺជាសេចក្តីពិតដែលត្រូវបានការពាររយៈពេលជាង 2000 ឆ្នាំមកហើយសេចក្តីពិតនៃការរស់ឡើងវិញផ្ដល់ដំណឹងល្អទៅដល់យើងហើយជឿលើព្រះយេស៊ូវសេចក្តីជំនឿអំពីការរស់ឡើងវិញជួយយើងឲ្យឈ្នះខាងលោកីពីព្រោះព្រះយេស៊ូវដែលគ្រប់គ្រងពិភពលោកការពារថែរក្សាជីវិតរបស់យើងរហូតដល់ពេលដែលព្រះយេស៊ូវនឹងយាងមកផែនដីម្ដងទៀតអាមែនសូមឲ្យព្រះបានប្រទានពរដល់បងប្អូនទាំងអស់គ្នាហើយសូមសម្រុំចិត្តអធិដ្ឋានជាមួយខ្ញុំព្រះម្ចាស់អើយអរគុណសម្រាប់ព្រះបន្ទូលទ្រង់ម្ដងទៀតដែលទ្រង់បានមានបន្ទូលលើកទឹកចិត្តដល់យើងខ្ញុំហើយព្រះបន្ទូលនេះគឺជាព្រះបន្ទូលនៃសេចក្តីពិតប្រកបមែនព្រះអង្គបានយាងមកលើផែនដីហើយទ្រង់បានសុគតហើយទ្រង់បានបញ្ចុះហើយ3ថ្ងៃក្រោយព្រះអង្គមិនមែននៅក្នុងភ្នូររហូតឡើយភ្នូររបស់ទ្រង់មិនឃើញសាកសពរបស់ទ្រង់ឡើយព្រះអង្គមានប្រជញ្ញរស់ពីស្លាប់ឡើងវិញហើយព្រះអង្គបានលេចទៅកាន់កេផាសនិងសិស្សទាំង12នាក់ក៏ដូចជាមនុស្សជាង500នាក់និងព្រឹត្តិការណ៍ផ្សេងៗទៀតដែលទ្រង់បានលេចឡើងទៅចំពោះបណ្ដាជនប្រយោជន៍ដើម្បីបញ្ជាក់ថាព្រះអង្គមានអំណាចលើទាំងសេចក្តីស្លាប់ហើយយើងខ្ញុំជាគ្រីស្ទបរិស័ទយើងមានសេចក្តីសង្ឃឹមជានិច្ចថាជីវិតនៅលើផែនដីទោះបីជាមានការលំបាកទុក្ខវេទនាតែនៅពេលដែលយើងបានមើលឃើញហើយយើងបានស្ដាប់ឮព្រះបន្ទូលរបស់ព្រះអង្គយើងខ្ញុំមានសេចក្តីសង្ឃឹមហើយយើងកំពុងតែទន្ទឹងរង់ចាំអំពីការយាងមកជាលើកទី2របស់ទ្រង់ដើម្បីនាំយើងខ្ញុំទាំងអស់គ្នាទាំងអ្នកដែលបានដេកលក់នៅក្នុងព្រះអង្គហើយទាំងអ្នកដែលមានជីវិតនៅលើផែនដីនៅឡើយនឹងបានផ្លាស់ប្ដូររូបកាយទៅជួបជាមួយនឹងព្រះអង្គហើយស្ថិតនៅជាមួយនឹងព្រះអង្គអស់កលជានិច្ចនៅស្ថានសួគ៌ជាកន្លែងដែលគ្មានទឹកភ្នែកជាកន្លែងដែលគ្មានជំងឺកន្លែងដែលគ្មានបញ្ហាដែលកើតឡើងសម្រាប់យើងឡើយទូលបង្គំអធិដ្ឋានសម្រាប់បងប្អូនដែលបានឮព្រះបន្ទូលនៅថ្ងៃនេះសូមបានទទួលការលើកទឹកចិត្តហើយមានសេចក្តីសង្ឃឹមនៅក្នុងព្រះអង្គឥតប្រស័យឡើយគុណអធិដ្ឋានក្នុងព្រះនាមព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទអាមែនជាបន្តទៀតនេះដល់ពេលដែលខ្ញុំផ្ដល់នៅសេចក្តីជូនដំណឹងផ្សេងៗសូមលោកអ្នកថែរក្សាសេចក្តីជំនឿផ្ទាល់ខ្លួនតាមរយៈការអានព្រះគម្ពីរ
តាមរយៈការអធិដ្ឋានតាមរយៈការថ្វាយបង្គំព្រះឲ្យបានទៀងទាត់ជាលក្ខណៈផ្ទាល់ខ្លួនហើយក៏តាមជាលក្ខណៈគ្រួសារផងដែរចំណុចទី2គណៈប្រឹក្សាចាស់ទុំពួកជំនុំ Presbyterian កម្ពុជានឹងបន្តរៀបចំវីដេអូបែបនេះដើម្បីចែកចាយដល់លោកអ្នកបងប្អូនរហូតដល់ពេលយើងអាចជួបជុំគ្នាថ្វាយបង្គំនៅព្រះវិហារវិញបានចំណុចទី3សូមបន្តរក្សាអនាម័យផ្ទាល់ខ្លួននិងគ្រួសារឲ្យបានល្អសូមអនុវត្តតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលដើម្បីបង្ការនិងទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19 ទី4សូមបន្តអធិដ្ឋានសម្រាប់ប្រជាជនខ្មែរនិងមនុស្សគ្រប់ជាតិសាសន៍ឲ្យឆាប់ទប់ស្កាត់ជំងឺនេះបានកុំឲ្យរាតត្បាតបន្តទៀតចំណុចទី5សូមអធិដ្ឋានសម្រាប់ពិភពលោកប្រទេសកម្ពុជានិងគណៈប្រឹក្សាចាស់ទុំ Presbyterian កម្ពុជា APCC និងពួកជំនុំរបស់យើងសូមបងប្អូនបានបន្តការច្រៀងចម្រៀងបទកម្មវិធីនៅពេលនេះគឺចម្រៀងលេខ127រហូតដល់តែព្រះយាងត្រឡប់វិញសូមបងប្អូនបានច្រៀងជាមួយគ្នាសូមបងប្អូនបានបន្តការអធិដ្ឋានប្រសិទ្ធពរជ័យជាមួយខ្ញុំសូមឲ្យអ្នករាល់គ្នាបានប្រកបដោយព្រះគុណរបស់ព្រះយេស៊ូវគ្រីស្ទសេចក្តីស្រឡាញ់របស់ព្រះវរបិតានិងការរួបរวมគ្នារបស់ព្រះវិញ្ញាណបរិសុទ្ធបានគង់នៅចំពោះអស់អ្នកដែលមានសេចក្តីជំនឿលើព្រះអង្គហើយបានជឿថាព្រះគ្រីស្ទទ្រង់បានសុគតហើយបានបញ្ចុះហើយ3ថ្ងៃក្រោយព្រះបានមានប្រជញ្ញរស់ពីស្លាប់ឡើងវិញការរស់ពីស្លាប់ឡើងវិញរបស់ព្រះអង្គគឺជាសេចក្តីសង្ឃឹមសម្រាប់យើងខ្ញុំទាំងអស់គ្នាប្រយោជន៍ដើម្បីឲ្យយើងខ្ញុំអាចនឹងធ្វើកិច្ចការរស់នៅជាគ្រីស្ទបរិស័ទដែលមានជ័យជំនះនៅក្នុងព្រះអង្គពិតប្រាកដមែនសូមគង់នៅជាមួយយើងខ្ញុំចាប់តាំងពីពេលនេះរហូតដល់អស់កលជានិច្ចអាមែន